បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទទៀតហើយនៅវីដេអូថ្មីនេះគឺខ្ញុំមកបង្ហោះខ្លែងថ្មីហើយបងប្អូនខ្លែងតំណធ្វើឲ្យស្លាបកែវកម្ពស់វាគឺ2.35 ហើយនឹងតឹងស្លាបវា2 ម៉ែត្របងប្អូនម្ដងនេះគឺយើងលេងបាត់กระดาษយើងលេងតាមរបៀបចាស់ពីដើមម្ដងបងប្អូនយើងបិទกระดาษស៊ីម៉ង់នៅស្រុកខ្ញុំហៅกระดาษស៊ីម៉ង់តែខាងបងប្អូនមិនហៅថាស្អីទេกระดาษតុងกระดาษអីចឹងហ្នឹងហើយសម្រាប់ឯកដងឯកអីគឺខ្ញុំដាក់មានថ្មីអស់ហើយមានរបស់វាស្រាប់ធ្វើមកឈុតរបស់វាហើយដងស្អីរឿងខ្ចីដែរមិនថាអត់អីទេការបានឲ្យឯកហ្នឹងលឺដែរតែមិនដឹងថាលឺមិនទេចាំមើលបង្ហោះព្រោះយើងសាកលើកទី1បងប្អូនគាត់ធ្វើឲ្យយកមកសាកឥឡូវបានពីអ្នកប្រលៀបហើយតិចទៀតប្រលៀបរត់ខ្ញុំអ្នកបង្ហោះចឹងអាចអត់សូវនេះរឿងបាក់មើលតិចឥឡូវប្រលៀបពងឲ្យកតុយហើយចាំមើលខ្ញុំកណ្ដាស់ចឹងខ្ញុំនឹងចាក់ស្លឹកបង្ហោះកតុយស្លឹកម្ដងតែឥឡូវខ្ញុំសាកខ្ញុំដាក់កតុយបាវសិនទៅចឹងបងប្អូនចាំថាតាមដានមើលថាខ្លែងនឹងហោះអត់ទេបងប្អូនព្រោះឥឡូវធ្វើខ្លែងវាទៅហោះតែមួយនេះរៀងចាប់ចង់ហើយមួយនេះរៀងចាប់ចង់តែទ្រូងយើងគួចហើយអីហើយអស់ហើយខ្លែងនេះគឺធំមែនទែនធំជាងរាល់ដងនេះបើបិទកណាត់ក៏ឃើញអែមដែរអញ្ចឹងបើសិនជាខ្លែងនេះហោះចង់គូជារូបគំនូហើយទុកវាសម្រាប់តាំងសម្រាប់លេងចាស់ដោយសារតែធ្វើរៀងផ្ចិតផ្ចង់ចឹងសង្ឃឹមថាហោះទៅចោះខំកាច់កូនកាច់អីឡើងខ្ញងអស់ហើយតែបើសិនជាអត់ហោះទៀតមិនដឹងធ្វើម៉េចទេអត់មានផ្លូវទៀតទេខំធ្វើផ្ចិតផ្ចង់ប៉ុណ្ណឹងហើយបើអត់ហោះទៀតមិនដឹងម៉េចទេតែទ្រូងគួចហើយស្លាបធ្វើរៀងទុនស្លាបធ្វើរៀងទុនហើយនេះមិនទាន់បានហោះហ្នឹងនេះឲ្យប្រូលៀបកាន់មកគាត់កាន់អត់ស្រួលលហើយកេះតិចបាត់ហើយតែមិនអីទេចាំបិទប៉ះតិចកណ្ដាស់ហើយប្រូលៀបយើងកំពុងតែលៀបទុយលៀបអីហើយហោះអត់បងប្អូនហោះអត់ទីមើលមុនមើលហោះខ្លែងហ្នឹងហោះវារៀងវាអែមដែរបងប្អូនហើយខ្សែគឺយើងលេងខ្សែអដាលទេយើងអត់មានទៅដូរខ្សែណាទេខ្សែយើងលេងលេខ100ខ្សែនេះទៅប្រលៀបលេខកតុយហើយណាចងវាណុកស្រួលស្រាយវិញណាអញ្ចឹងបើសិនជាហោះខ្ញុំបង្ហោះមួយសានឹងឲ្យហោះពេលយប់ខ្ញុំបង្ហោះខ្ញុំដាក់ភ្លើងដាក់អីឲ្យស្រួលហើយឯកនេះក៏វាលឺហើយតែមិនដឹងថាឡើងទៅវាលឺរបៀបម៉េចទេខ្ញុំចាំតាមដានមើលទាំងអស់គ្នាបងប្អូនតម្រង់ខ្លែងវាស្អាតដែរអាស័យស្រួលបួលអាស័យចាស់ហើយយើងធ្វើកណាត់ទៅវាស្វំភ្នែកហើយអញ្ចឹងយើងលេងក្តាស់វិញម្ដងទៅចេះលៀបឯងអ្នកបង្ហោះពូអ្នករត់ព្រោះរឿងធំដែរខ្លាយលោវានេះតោះអូនកាន់ខ្លែងទៅក្រោយលេងកាន់ខ្លែងដល់ទៅក្រោយម៉ោង12បងប្អូន12គត់ថ្ងៃទីយើងថ្ងៃនេះថ្ងៃទី27អញ្ចឹងលាតខ្សែមួយខាងដៃមួយខាងកាន់កាមេរ៉ាដៃមួយខាងកាន់ខ្សែអញ្ចឹងរឿងមើលតិចខ្លែងទៅរឿងឆ្ងាយដែរអូនមួយអូនព្រោះពូលាតរឿងពិបាកជាប់គេច្រាំងឲ្យឈប់អូនឈប់មួយអូនកុំលឿនពេកកុំលឿនពេកលាអត់ទាន់លាខ្សែអត់ទាន់កុំលឿនពេកនេះបងប្អូនមើលពីចម្ងាយឃើញធំប៉ុណ្ណឹងហើយយើង
បងប្អូនដឹងថាកន្លែងនេះធំហើយ2 ម៉ែត្រជាងហើយវាធំហើយមានណាធ្វើមានអ្នកធ្វើ3 ម៉ែត្រ3អីចឹងគេមានអាស័យមានអីធ្វើបានខ្ញុំក៏មានអាស័យក៏ខ្ញុំធ្វើធំជាងហ្នឹងតែវាអត់មានចឹងបងប្អូនចាំតាមដានមើលតើវាហោះឬក៏មិនហោះអូឥឡូវខ្ញុំពងតែឲ្យខ្សែខ្ញុំតែរត់ម្ដងព្រោះវីដេអូមុនឲ្យប្រូយើងអ្នករត់ម្ដងនេះយើងឯងបាញ់មួយឯងអត់គៀងឯងផ្ដៅអត់ចេះគៀងបាច់មូក៏វាអត់គៀងដែរបងប្អូនមើលទៅហេបងប្អូនចឹងមកអឹបអូឡើងហើយមកទៅរត់អូហោះស្អាតបងប្អូនអើយខ្សែឲ្យខ្លីពេកអូហើយបងប្អូនហើយជាប់បាត់អីអត់ជាប់ចង់ជាប់ខ្សែខ្លីពេកខ្សែខ្លីពេកឡើងស្អាតអូខ្លែងខ្ញុំហោះហើយបងប្អូនខ្លែងខ្ញុំហោះហើយនេះប្រលាបកាន់ខ្សែឲ្យខ្សែហោះហើយឯងលឺទៀតមើលបងប្អូនតែរៀងរេរបន្តិចមិនដឹងថាស្រាកទួយឬស្រាក្បាលឬក៏យ៉ាងម៉េចទេឲ្យខ្សែខ្លីក៏ជាប់ដែរតឹងហ៎មិនអត់សូវតឹងជាប់បាត់ហើយខ្លែងវាធំចឹងវាមកវាជាប់ក្លាប់អូនអត់អីឡើងវិញទៅអូហោះហើយបងប្អូនអើយធីមយើងហោះហើយខ្លែងខ្ញុំហោះហើយយកជាការបានហើយហោះស្អាតមែនតើនេះឡើងស្អាតណាមិនដឹងថាឯកអីលឺដល់មិនស្រូបអត់បានទេណាពុះពេកឯងខ្ញុំលឺមួយឆ្លើយមួយយ៉ាត់ធ្លាក់អូនឲ្យខ្លាំងឲ្យខ្សែខ្លាំងពេកខ្លាចធ្លាក់ក្លាប់រត់មកអូតិចចាក់បូខ្សែអូនអត់ដឹងថាម៉េចទេមិញវាសាក់វាអកសើអូនវាឲ្យខ្សែទៅធូខ្សែពេកឲ្យខ្យល់វាវាយឆ្វេងស្ដាំអញ្ចឹងវាធ្លាក់ប៉ុន្តែវាអាចហោះហើយបងប្អូនខ្លែងខ្ញុំហោះហើយហោះស្អាតអញ្ចឹងយើងអាចយកជាការបានហើយសម្រាប់បងប្អូនដែលសួរនៅក្នុងខមមិនក្នុងក្រុមយើងគាត់សួរលក់អត់គឺខ្ញុំអត់លក់ទេខ្ញុំធ្វើសម្រាប់លេងvớiខ្លែងមួយបើសិនជាមានអ្នកគ្រប់គ្រងខ្ញុំអីនៅចិត្តគឺខ្ញុំឲ្យ free ហ្មងខ្លែងខ្ញុំធ្វើប្រហែលគឺឲ្យប៉ុន្តែនៅឆ្ងាយខ្ញុំពិបាកអញ្ចឹងគឺហោះហើយបងប្អូនទីនេះមិញមិនមែនក្លាប់ទេវារបៀបវាអកសើខ្យល់ផងហើយខ្សែធូផងអញ្ចឹងវាធ្លាក់អញ្ចឹងគឺបានន័យថាហោះហើយអញ្ចឹងគឺខ្ញុំមូខ្សែទុកហើយខ្ញុំអត់បង្ហោះបន្តទៀតទេដឹងថាហោះហើយចាំយប់បានខ្ញុំបង្ហោះខ្ញុំដាក់ភ្លើងដាក់អីហើយឯកហ្នឹងបង្ហោះថ្ងៃខ្ញុំអត់ទៅលេងទេព្រោះខ្លាចខូចខ្លែងវាយប់អញ្ចឹងអរគុណច្រើនបងប្អូនដែលតាមដានវីដេអូខ្ញុំពីដើមដល់ចប់ជួយ subscribe អ្នកមួយបងប្អូនហើយអរគុណបងប្អូនដែលគាំទ្រមករយៈនេះគឺច្រើនលើសលប់ដែលខ្ញុំមិនធ្លាប់បានទទួលកន្លងមក subscribe ឲ្យកើនលឿនមែនតើខ្ញុំអត់ដែលជួបទេខ្ញុំធ្វើមករយៈមុននោះគឺអត់បានអញ្ចឹងឥឡូវគឺបានអញ្ចឹងខ្ញុំអរគុណច្រើនមែនតើអញ្ចឹងជួបគ្នានៅវីដេអូក្រោយបងប្អូនសុខសប្បាយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបងប្អូន